ស្ត្រីនឹងមានតម្រូវការចង់រួមភេទខ្ពស់នៅក្នុងកំឡុងពេលដែលស្ត្រីម្នាក់ទើបបាត់បង់ស្នេហាគឺជាពេលវេលាដែលនាងត្រូវការបុរសម្នាក់ចូលមកជួយស្អំបេះដូងឲ្យនាងខ្លាំងជាទីបំផុតបើយោងតាមការសិក្សាផ្នែករូបវិទ្យាគឺគេហៅវាថានិច្ចលភាពតើអ្វីទៅគឺជានិច្ចលភាពនិច្ចលភាពគឺមានន័យថាបើវត្ថុមួយវានៅនឹងថ្កល់គឺវានៅតែបន្តរក្សាភាពនឹងថ្កល់របស់ខ្លួនជាដដែលផ្ទុយមកវិញបើវត្ថុមួយវាមានចលនាគឺវានៅតែបន្តភាពមានចលនារបស់ខ្លួនក្នុងល្បឿនថេរតួយ៉ាងដូចជាភ្នំគឺជារបស់ដែលនឹងថ្កល់វាក៏នៅតែបន្តរក្សាភាពនឹងថ្កល់របស់ខ្លួនជាដដែលដោយឡែកអីទឹកសមុទ្រដែលមានចលនាជារលកនិងភពផែនដីដែលមានចលនាជាការវិលជុំគឺវានៅតែបន្តរក្សាភាពមានចលនារបស់ខ្លួនដោយល្បឿនថេររីឯការមានស្នេហាក៏ជាការមាននៅនិច្ចលភាពដូចគ្នាដែរមានន័យថាប្រសិនបើមនុស្សម្នាក់មានទម្លាប់នៅម្នាក់ឯងមិនមានការរួមភេទអញ្ចឹងគេក៏មិនសូវជាគិតគូរអីច្រើនរឿងស្នេហាការរួមភេទអីអស់ទាំងហ្នឹងដែរផ្ទុយមកវិញប្រសិនបើមនុស្សម្នាក់គាត់មានស្នេហាមកជាប់និងមានដៃគូរួមភេទជាប្រចាំស្រាប់តែនៅសុកគាត់ត្រូវបែកគ្នាជាមួយនឹងគូស្នេហ៍របស់គាត់ភ្លាមហ្នឹងគឺគាត់មានអារម្មណ៍ថាមិនទម្លាប់ជាខ្លាំងហើយគាត់ក៏មិនអាចទទួលយកការផ្លាស់ប្ដូរដែលកំពុងតែកើតមាននៅចំពោះមុខគាត់នេះភ្លាមដែរដូច្នេះហើយគាត់ដាច់ខាតត្រូវតែស្វែងរកមនុស្សថ្មីណាម្នាក់មកជំនួសកន្លែងអ្នកចាស់របស់គាត់ដើម្បីកំដរគាត់បំបត្តិការអបសុខនិងបន្លប់ភាពឈឺចាប់បើទោះបីជាគាត់មិនស្រឡាញ់អ្នកថ្មីក៏ដោយក្តីក៏គាត់នៅតែអាចទទួលយកគេនិងអាចរួមភេទជាមួយនឹងគេបានដែរ